ខ្ញុំជឿថាសម្រាប់អ្នកដែលស្រឡាញ់ជាមួយនឹង Mazda RX-7 ក៏ដូចជា Rotary Engine ប្រកបណាស់អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ជាមួយនឹង Mazda 787B Le Mans Winner នៅក្នុងឆ្នាំ1991មុននឹងទទួលបានការជោគជ័យមួយនេះគឺ Mazda គឺគាត់ជួបតែរឿងបរាជ័យជាង20ឆ្នាំហើយក៏ដូចជាការមើលងាយផងដែរហើយនេះគឺជា story របស់ Mazda 787B Le Mans Winner នៅក្នុងឆ្នាំ1991អូខេអញ្ចឹងសម្រាប់រថយន្ត Mazda 787B គឺជារថយន្តជប៉ុនដំបូងគេហើយក៏តែមួយគត់ដែលបានឈ្នះការប្រណាំង24 Hour of Le Mans នៅក្នុងឆ្នាំ1991ហើយអ្វីដែលវាកាន់តែពិសេសលើសហ្នឹងទៀតគឺវាមិនបានប្រើប្រាស់ជាមួយនឹង piston ដូចរថយន្តយើងធម្មតាទេគឺវាប្រើប្រាស់ជាមួយនឹង Rotary Engine អញ្ចឹងសម្រាប់ fan Mazda RX-7 ទាំងអស់គ្នាខ្ញុំជឿថាគាត់ស្គាល់ជាមួយនឹងម៉ាស៊ីនច្បាស់តែម្ដងជាមួយនឹង Iconic Soundហើយឆ្នាំហ្នឹងគឺគ្មានអ្នកណាជឿទៅលើ Mazda ទេសូម្បីតែ Mazda ខ្លួនឯងក៏មិនជឿថារថយន្តមួយ model នេះអាចបញ្ចប់ការប្រកួតក៏ដូចជាកាន់តែមិនជឿទៀតក្នុងការឈ្នះការប្រណាំង24 Hour of Le Mans